chẳng nó tôm là tôi nó mất con chất liền hay sao bà lại ở mê nó ក្នុងបានមួយខែ16ថ្ងៃគេថាប្រហែលជាបាន70គីឡូ80គីឡូណាគេថាឡើងក្បឿទាំងកូនមកកាត់ស្ប៉ាណាមិត្តគេថាលើតែគេថាចេះថាចុះដល់មានមួយកាន់នឹងដៃខ្លួនឯងគឺបានដឹងថាវាសាច់ក៏សាច់ការធំធាត់ក៏លឿនមួយថ្ងៃផ្លែកបន្តិចមួយថ្ងៃផ្លែកបន្តិចឥឡូវមានអីមួយថ្ងៃផ្លែកបន្តិចមួយថ្ងៃបន្តិចហើយការស៊ីអីមួយខែកន្លះទេប៉ុន្តែគាត់ថាកូនគោល្មមកូនគោដែលពី3ខែអីដេកតលេងនេះដើរតលេងតែកូនគោ5ម៉ានអត់ទេដើរស៊ីដូចកូនគោដែលយើងធំអញ្ចឹងដូចគោប្រាច់ដោះអញ្ចឹងគឺវាមិនសូវពឹងទៅដោះមេវាទេគឺមេវាមួយថ្ងៃបើយ៉ាងច្រើន2ដង3ដងចឹងគាត់ថាគោដែលស្រួលមើលស្រួលថែហើយដូចគោប្រជាកសិករយើងមិននាំគ្នាចិញ្ចឹមយើងប្រកាសជាមួយមេខ្មែរយើងតើវានៅតែជាឈាម 50% ក៏វានៅជាប់ខ្សែស្រឡាយជាខ្មែរចឹងមិនថា5ម៉ានគឺគោអាចទទួលយកបានវាមិនល្អវាមិនអស្ចារ្យអីណាទេតែគាត់ថាយើងព្យាយាមកែប្រែពូជប្រសិទ្ធពូជថ្មីដើម្បីឲ្យលើកវិស័យកសិកម្មនៅកម្ពុជាយើងតើទៅមុខឥឡូវប្រកាសបនិមិត្តមិនមែនរាប់រយដូចពីមុនទេបងប្អូនគឺ40រៀល50រៀលមានបាតនៅឯសវែនគាត់ប្រកាសយកតាម 7-80000 ទៀតឲ្យតែមានភ្នាក់ងារនៅក្បែរភូមិបងប្អូនមិនថា SP មិនថាបាអាយសវែននឹងសិតតែជាពូជដែលឈាម100ហើយឈាម100គឺការលូតលាស់កូនគឺវាគ្រាន់បើមួយខែ10ថ្ងៃវាបានប៉ុណ្ណឹងស៊ីនេះចៅបងសេះនេះចៅបងសេះអានេះឡាយឌូបើវាទៅជាវែងចឹងពោះធំ3ខែមីនេះតំពោះធំ3ខែមីនេះកូនមួយហើយឥឡូវដាក់បាបានប្រហែលជា2ខែទៀតហើយចឹងឃើញថាពូជទៅជាវែងវារាងធ្ងន់ជាងពូជតលេយើងធម្មតាបន្តិចតែពូជតលេយើងឃើញថានេះពូជតលេយើងល្អសល្អប៉ុន្តែគាត់ថាគោលបាយគោមកល្មមគោមកសុំអញ្ចឹងគាត់ថាយើងគ្មានលុយទិញគោល្អគោលំដាប់អីនឹងគេប៉ុន្តែគាត់ថាបើសិនជាយើងមានលទ្ធភាពយើងដាក់ប្រកាសស្ប៉ានិមិត្តឬក៏បាឡូតឯណារៀងធំបន្តិចតាមដែលបងប្អូនស្រឡាញ់ពេញចិត្តអីគោអីស្រឡាញ់ភេទអីផែនអីបងប្អូនចាំហ្នឹងទៅប៉ុន្តែគាត់ថាមនុស្សយើងវាការស្រឡាញ់ផ្សេងគ្នាគាត់ថាវាពូជសាច់ខ្ញុំគិតថាសម័យឥឡូវគឺពូជសាច់គឺពូជអត្ថិភាពពូជសាច់គឺពូជអត្ថិភាពព្រោះយើងអាជីវយើងត្រឹមតែជាកសិករធម្មតាយើងមិនមែនគ្រូគោឬក៏អ្នកចិញ្ចឹមគោបាឬក៏ម្ដុំដែលគេចិញ្ចឹមពូជគោល្បីអាហ្នឹងខ្ញុំគិតថាពូជសាច់ហ្នឹងគឺជាជម្រើសដ៏ល្អព្រោះយើងមិនអាចលក់គោបានក្នុងតម្លៃទៅជាគោដែលគេគោផែនឬក៏លោកគ្រូគោដែលគាត់កាន់គោអាហ្នឹងខ្ញុំទទួលស្គាល់ថាគាត់លក់បានថ្លៃគោក្បាច់គឺធ្លាក់មួយគឺដឹងតែពាន់បើសិនជាយើង
ខ្ញុំអីនេះត្រឹមតែជាកសិករធម្មតាខ្ញុំគិតថាពូជសាច់ហ្នឹងគឺជាជំរើសដ៏ល្អបំផុតហើយសម្រាប់ប្រជាកសិករពួកអីចិញ្ចឹមទៅមានទីផ្សារខ្ពស់ធម្មតាឈ្មួញមិនថាទាំងគេទាំងខ្ញុំតែសម្លឹងឃើញសាច់គឺគាត់គិតថាល្អគាត់គិតថាយកទៅកាប់ចំណេញហើយយើងក៏ចឹងដែរទៅទិញគោគោស្គមពេកក៏មិនចង់បានគោធាត់ពេកក៏អត់ហ៊ានទិញគោធម្មតាតែរបស់គេមានសាច់របស់គេធាត់របស់គេល្អគេមិននឹងលក់ថោកបានអញ្ចឹងគោដែលយើងទិញបានថោកគឺគាត់ថាគោស្គមគោអត់មានសាច់អាហ្នឹងគេលក់ឲ្យចេះតែឡាយឡងឡាំឡាយឡងតែបើសិនជាគោគេធាត់គោគេល្អគឺគេនឹងលក់តម្លៃមួយដែលម្ចាស់គេគិតថាជាតម្លៃដែលសមរម្យចឹងបានថាពេលខ្លះអ្នកខ្លះឃើញខ្ញុំថតរូបថាខ្ញុំនឹងថតសិតតាថតឲ្យគោខ្ពស់ថតឲ្យតែមិនគាត់អត់យល់ពីបញ្ហានៃការថតរូបពេលខ្លះថតរូបក្នុងទីផ្សារគឺធម្មតារបស់អ្នកមានរបស់គឺគេថតដើម្បីឲ្យស្អាតហើយបងធម្មតាគេមិនថតកន្លែងអត់ស្អាតយកទៅផុសឲ្យបងប្អូនមើលឬក៏បងប្អូនវាមិនខុសពីយើងថតរូបក្នុងទូរស័ព្ទទេមានអ្នកខ្លះក៏ថតឲ្យខ្ពស់ថតឲ្យអញ្ចឹងមិនរូបថតកន្ទើគេយកទៅផុសក្នុងទូរស័ព្ទទេអញ្ចឹងគាត់អត់យល់ពីបញ្ហានៃការថតរូបគាត់ថាសិតតារកស៊ីចេះរកស៊ីចុះដូចខ្ញុំនេះខ្ញុំមិនមែនជាអ្នកអីផុសគោលក់ឬក៏លក់គោតាមអនឡាញលក់អីទេខ្ញុំចំលក្ខណៈគ្រួសារខ្ញុំចំខ្ញុំចង់លក់ដូរក៏ខ្ញុំហៅឈ្មួញមកមើលឈ្មួញតាមភូមិឈ្មួញអីខ្វះអីចឹងខ្ញុំមិនមែនជាអ្នកផុសរូបលក់អីតាមអនឡាញទេគាត់ថាការឆ្លាញ់មកផ្ទះទៅជាថតជាវីដេអូទុកមើលទៅយើងកាលទៅថតផុសក្នុង Facebook ហ្នឹងដើម្បីពេលដូរទូរស័ព្ទពេលអីទូរស័ព្ទហ្នឹងក៏លោកមានរូបវីដេអូចាស់ៗអញ្ចឹងទៅសម្រាប់យើងកាលទៅបំពេញវិញថ្ងៃណានឹកឃើញចង់មើលគោក៏យករូបមកមើលទៅចិត្តតែប៉ុណ្ណាគ្មានគោលបំណងអីថាផុសទៅចង់លក់ដូរចង់អីទេគាត់ថានេះកាមេរ៉ាមើលទៅខ្ញុំថតដាក់កាមេរ៉ាពីលើនេះគេថាគោវានៅតែគោហ្នឹងវាមានទៅជាស្អីគាត់ថាពេលខ្លះគឺចឹងមនុស្សពេលខ្លះកាត់មកចាំទៅគេដល់ពេលចាំទៅគេគឺគេធ្វើអីគោទៅចេះទៅចុះចឹងគាត់ថាពេលខ្លះនោះគឺតែប៉ុណ្្នឹងមនុស្ស10ចិត្តទាំង10ប៉ុន្តែគាត់ថារបស់គេគឺគេដឹងច្បាស់ថារបស់គេល្អមិនល្អរបស់គេស្អាតមិនស្អាតចឹងគាត់ថាវាគ្មានកុំកាច់លេងអាហ្នឹងតែចឹងកាច់បាក់អស់ហើយហ្នឹងវាងាប់ស្មៅអស់មិនដោតវិញទេយកមកបើកាច់ហើយនោះបាច់តិចទីហើយមើលតាមអំពើហ្នឹងតែមកកាច់តិចទីទៀតដឹងតែត្រូវមនុស្សហើយ